បាយសៀឈុនមានអារម្មណ៍ដូចជាគាត់កំពុងត្រូវបានជំរុញឲ្យភ្ញាក់ពីដំណេកយ៉ាងជ្រៅគាត់បានបើកភ្នែករបស់គាត់ហើយវាដូចជាព្រលឹងរបស់គាត់បានបាត់បង់ការចូលប្រើការចងចាំពីមុនទាំងអស់របស់គាត់មិនដឹងថាគាត់ជានរណាទេហើយគ្រាន់តែដឹងថាគាត់មានអារម្មណ៍ត្រជាក់ខ្លាំងការប្រពោសទន់ធ្លាក់ពីលើមេឃបិទបាំងមេឃទៅស្រងហើយគ្របដតុបលើដីធ្វើឲ្យសូម្បីតែភ្នំឆ្ងាយមានពណ៌ស្រស់ស្លេកបាយសៀឈុនបានរកឃើញខ្លួនឯងនៅក្នុងព្រៃដើមឈើស្ងួតតាមពិតទៅដើមឈើត្រូវបានគ្របដតុបដោយព្រៃជាច្រើនដែលមេឃឈើជាច្រើនរបស់វាបានបាត់រួចហើយមេឃឈើដែលនៅរាយប៉ាយដែលនៅដដែលហាក់ដូចជាចំណុចខ្មៅនៅក្នុងពិភពដ៏ធំទូលាយនៃភាពសកុំងងុយកេងអីចេញតូចមាននរណាម្នាក់និយាយភ្ញាក់ឡើងបាយសៀឈុនមានអារម្មណ៍ដូចជាគាត់កំពុងសុបិនលើកលែងតែគាត់មិនអាចចាំថាសុបិននោះជាអ្វីនោះទេឥឡូវនេះគាត់ភ្ញាក់ហើយអ្វីទាំងអស់គឺប្រើអ្វីដែលគាត់ដឹងគឺថាវាត្រជាក់ខ្លាំងរហូតដល់គាត់មានអារម្មណ៍ថាគាត់អាចកកប្រហែលជាភាពត្រជាក់បានបាត់បង់ការចងចាំរបស់គាត់ប៉ុន្តែបន្ទាប់មកគាត់មានអារម្មណ៍ថាខ្លួនឯងត្រូវបានចាប់ពី3ដងហើយមុខមួយបានលេចចេញមកនៅពីមុខគាត់ពណ៌សដោយសារសាយសិតវាជាក្មេងជំទង់ម្នាក់អាយុប្រហែល13ឬ14ឆ្នាំគាត់ស្គមស្គាំងហើយហាក់ដូចជារងរបួសដោយសារសម្លៀកបំពាក់របស់គាត់រហែកនិងប្រឡាក់ដោយឈាមគាត់មើលទៅទន់ខ្សោយណាស់ប៉ុន្តែមានអ្វីមួយអំពីភ្នែករបស់គាត់ដែលមិនអាចបំភ្លេចបានទាំងស្រុងពួកវាភ្លឺចែងចាំងដូចកាយប៉ុន្តែក្នុងពេលជាមួយគ្នានេះមានភាពខុសខើដែលលាក់បាំងអាយុក្មេងរបស់គាត់យ៉ាងណាក៏ដោយនៅពេលដែលគាត់សម្លឹងមើលទៅបាយសៀជូនភាពខុសខើនោះបានបាត់ទៅវិញហើយត្រូវបានជំនួសដោយភាពកប់ក្ដៅនិងសេចក្ដីស្រឡាញ់បងប្រុសបាយសៀជូនរកឧបតបបោមាត់របស់គាត់ញ័រមែនហើយការចងចាំរបស់គាត់កំពុងប្រាប់គាត់ថានេះពិតជាបងប្រុសរបស់គាត់ជាបងប្រុសរួមឈាមដែលគាត់រស់នៅជាមួយតែឪពុកនិងតាយសូម្បីតែនិយាយពាក្យមួយម៉ាត់នោះបងប្រុសបានបណ្ដាលឲ្យរលត់នៃភាពអស់កម្លាំងឆ្លងកាត់គាត់ស្ទើរតែមិនប្រកាសថាគាត់អាចទទួលនឹងខ្យល់បក់បោកបានខ្យល់ដ៏សាហាវដែលធ្វើឲ្យគាត់ពោពេញដោយភាពអបអរនិងភាពស្និទ្ធជ្រមុំវាច្បាស់ណាស់ថាជាការស្លាប់នៅរដូវរងាជាមួយនឹងការប្រត់ធ្លាក់ទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់ងើយមើលទៅលើមេឃគាត់បានដឹងថាមានសត្វល្អិតហាក់ខ្ពស់នៅលើមេឃការទប់ពោសស្លេកចាស់ស្ដែងវត្តមានរបស់ពួកវានៅក្នុងជោគព្រឹកគឺជាអ្វីដែលនាំឲ្យមានទូរភ័ក្រដែលបានលើកប្របាត់ដែនដីមានមនុស្សផ្សេងទៀតនៅក្នុងតំបន់នោះជាជនភៀសខ្លួនដែលអបគ្នាប្រឆាំងនឹងខ្យល់រាងកាយស្គមស្គាំងនឹងទៅមុខស្លេកស្លាំងរបស់ពួកគេដែលធ្វើឲ្យវាពិបាកក្នុងការប្រាប់ថាតើពួកគេនៅរស់ឬអត់ពួកគេទាំងអស់គ្នាខ្លាចធៀបត្រជាក់ប៉ុន្តែគ្មាននរណាម្នាក់ហាក់ដូចជាចង់ដុតភ្លើងនោះទេមិនមែនដោយសារតែពួកគេមិនចង់នោះទេប៉ុន្តែដោយសារតែពួកគេមិនហ៊ាននៅពេលដែលបាយសៀជូនសម្លឹងមើលការទប់នៅក្នុងជោគព្រឹកគាត់អាចប្រាប់ភ្លាមថាពួកវាមានលក្ខណៈពិសេសជាមួយវិធីមិនត្រឹមតែពួកវាអាចរស់រានមានជីវិតក្នុងភាពត្រជាក់ដ៏ត្រជាក់នេះប៉ុណ្ណោះទេប៉ុន្តែវាក៏ច្បាស់ណាស់ថាភ្លើងនឹងទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេហើយនៅក្នុងរដូវរងាដ៏ត្រជាក់នៅពេលដែលអាហារខ្វះខាតពួកវានឹងស៊ីអ្វីគ្រប់យ៉ាងដែលពួកគេអាចរកបានទម្ងន់នៃគំនិតទាំងអស់នេះហាក់ដូចជាធ្វើឲ្យគាត់ចុះខ្សោយរហូតដល់ចំណុចដែលគាត់ស្ទើរតែមិនអាចលើកដៃរបស់គាត់បានទោះជាយ៉ាងណាក៏ដោយគាត់អាចធ្វើដូច្នោះបានហើយនៅពេលដែលគាត់ធ្វើបានគាត់បានឃើញដៃរបស់ក្មេងអាយុ7 ឬ 8 ឆ្នាំដៃរបស់គាត់បានទម្លាក់ចុះវិញហើយគាត់ព្យាយាមបើកភ្នែករបស់គាត់យុវជនដែលបាននិយាយកាលពីពេលមុនហាក់ដូចជាធូរស្រាលដែលបានឃើញបាយសៀទូនភ្ញាក់ទោះជាយ៉ាងណាក៏ដោយគាត់ក៏អាចមើលឃើញពីភាពទន់ខ្សោយរបស់គាត់និងរបៀបដែលគាត់ពិបាកបើកភ្នែករបស់គាត់បានរុញគាត់ដោយក្តីបារម្ភពី3ដងទៀតដោយច្បាស់ណាស់ថាគាត់កំពុងសរសើរចំពោះការពិតដែលថាប្អូនប្រុសរបស់គាត់កំពុងមានបញ្ហាក្នុងការរស់នៅបញ្ហាគឺភាពអត់ឃ្លានលុះត្រាតែគាត់អាចរកអាហារញ៉ាំបានទើបប្អូនប្រុសរបស់គាត់មានកម្លាំងដើម្បីបន្តរស់នៅអត់ធ្មត់បន្តិចទៀតចិនតូចខ្ញុំនឹងទៅយកអាហារខ្លះមកឲ្យអ្នករងចាំបន្តិចខ្ញុំនឹងត្រឡប់មកវិញភ្លាមការតាំងចិត្តបានភ្លឺឡើងក្នុងភ្នែករបស់យុវជននោះហើយនៅពេលដែលគាត់ងាកចេញពីប្អូនប្រុសរបស់គាត់ភាពខុសខើបានមករកមុខរបស់គាត់វិញមើលទៅដូចជាចចកឯកោគាត់បានដើរចូលទៅក្នុងព្រៃគាត់ច្បាស់ណាស់ថាស្ថិតក្នុងស្ថានភាពទន់ខ្សោយប៉ុន្តែជាស្ដែងគ្រាវិបត្តិរបស់បាយសៀជូនបានដោះសោភាពរងមាំដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងខ្លួនគាត់ដែលមិនអើពើនឹងរបួសនិងភាពទន់ខ្សោយរបស់គាត់បានបាត់ខ្លួនចូលទៅក្នុងដើមឈើបងប្រុសបាយសៀឈុនរោឧត្តមទោះបីជាសម្លេងរបស់គាត់ស្ងាត់ពេកសម្រាប់នរណាម្នាក់លើក៏ដោយគាត់ដឹងថាបងប្រុសរបស់គាត់នឹងទៅរកអាហារសម្រាប់គាត់ហើយចងចាំមិនច្បាស់ថាវាគឺបន្ទាប់ពីសកាត់ទពណ៌សបានមកដល់ទៅទូរភ័ព្ទបានចាប់តាមហើយជំងឺបានរីករាលដាលមនុស្សគ្រប់គ្នាដែលនៅផ្ទះក្នុងភូមិរបស់ពួកគេបានអត់ឃ្លានរហូតដល់ស្លាប់ដោយសារជំងឺរួមទាំងឪពុកម្ដាយរបស់ពួកគេផងដែរបាយសៀឈុនដឹងថាហេតុផលតែមួយគត់ដែលគាត់នៅរស់គឺកម្លាំងរបស់បងប្រុសគាត់បន្ទាប់ពីគាត់ធ្លាក់ខ្លួនឈឺបងប្រុសរបស់គាត់បានមើលថែគាត់ហើយថែមទាំងបានលើកគាត់នៅលើខ្នងរបស់គាត់ក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេនៅពេលដែលមនុស្សពេញវ័យចាប់តាមប្រយុទ្ធគ្នាដើម្បីអាហារបងប្រុសរបស់គាត់បានបង្កើតភាពខុសខើដែលសូម្បីតែពួកគេក៏ខ្លាចដែរបងប្រុសរបស់គាត់បានឲ្យគាត់នៅអាហារភាគច្រើនសូម្បីតែពេលដែលកាពះរបស់បងប្រុសគាត់ស្រែកធ្ងន់ដោយភាពស្រីឃ្លានក៏ដោយគាត់ធ្វើពិតជាតែហើយនឹងនិយាយថាខ្ញុំជាបងប្រុសធំរបស់អ្នកមែនទេញ៉ាំនៅទីនេះដូច្នេះបាយសៀឈុននៅរស់គាត់ចងចាំថាឈ្មោះរបស់គាត់គឺជ័យចិនហើយបងប្រុសរបស់គាត់គឺជើហ្វានហើយគាត់ក៏ប្រកាសដែរថាបើគ្មានទម្ងន់ស្លាប់ដែលជាខ្លួនគាត់ទេបងប្រុសដ៏ខុសខើរបស់គាត់ប្រកាសជាមានជីវភាពទុធាជាងនៅក្នុងពិភពលោកដោយត្របូកត្របល់នេះ
ជាអកុសលទោះបីជាបងប្រុសរបស់គាត់បានមើលថែគាត់យ៉ាងណាក៏ដោយជំងឺរបស់គាត់បានធ្វើឲ្យគាត់ចុះខ្សោយដល់ចំណុចដែលគាត់មិនអាចទ្រាំទ្របានយូរទៀតទេបើគ្មានខ្ញុំទេបងប្រុសរបស់ខ្ញុំនឹងមានជីវិតកាន់តែប្រសើរឡើងគាត់គិតនៅទីបំផុតគាត់បានបិទភ្នែកហើយទុកឲ្យព្រៃចាប់តាមគ្របដណ្ដប់គាត់អានតាត់ភ្លើងនៃកម្លាំងជីវិតរបស់គាត់ចាប់តាមរលត់ទៅទោះជាយ៉ាងណាក៏ដោយទោះបីជារឿងនោះហៀបនឹងកើតឡើងក៏ដោយកម្លាំងដ៏ខ្លាំងក្លាមួយបានរុញព្រៃចេញធ្វើឲ្យសូម្បីតែការទពណ៌សនៅក្នុងតំបន់នោះចាត់ចៃក្នុងពេលជាមួយគ្នានោះបរិសុទ្ធចំណាស់ម្នាក់បានចុះមកពីខាងលើស្លៀកពាក់អាវផាយសាសនាតែជាមួយនឹងទមុកមិនស្អាតពេលដែលជនភៀសខ្លួននៅក្នុងតំបន់នោះបានឃើញបរិសុទ្ធចំណាស់នោះពួកគេក៏អានក្បាលយកខ្លួនពួកគេបាប់មាត់ដូចជាអង្វរសុំជំនួយពីគាត់ប៉ុន្តែទោះបីជាពួកគេធ្វើដូច្នោះក៏ដោយការទប់ក៏ចាប់ផ្តំវាចេញពីខាងក្នុងពួកគេគ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានអំណាចស្រែកយំឡើយខណៈពេលដែលពួកគេគ្រាន់តែរងចាំស្លាប់បរិសុទ្ធចំណាស់បានសម្លឹងមើលជនភៀសខ្លួនទាំងអស់ដែលបានឆ្លងមេរោគការទប់ប៉ារ៉ាស៊ីតរួចហើយពន្លឺនៃការអាណិតអាសូរបានលេចឡើងនៅក្នុងភ្នែករបស់គាត់ជាអកុសលគ្មានអ្វីដែលគាត់អាចធ្វើបានអំពីស្ថានភាពនេះទេគាត់បានប្រវីដៃរបស់គាត់ហើយបានបង្ទិញជនភៀសខ្លួនដែលរងទុក្ខវេទនាចេញពីទុក្ខវេទនារបស់ពួកគេចាស់ស្ដែងក្នុងអារម្មណ៍ដ៏រន្ធត់មួយបរិសុទ្ធចំណាស់បានងាកចេញដែលជាពេលដែលគាត់សម្គាល់ឃើញបៃសៀឈុនគាត់រអ៊ូរទាំឈុននៅនឹងកន្លែងហើយសម្លឹងមើលឲ្យកាន់តែចិត្តមួយសន្ទុះក្រោយមុខភ្នែករបស់គាត់ភ្លឺឡើងដោយមិនជឿរាងកាយតើដើរទៅរកបៃសៀឈុនគាត់ប្រវីដៃបណ្ដាលឲ្យមានភាពកប់តើចូលមកក្នុងខ្លួនដែលធ្វើឲ្យអន្តាត់ភ្លើងដ៏រលត់នៃកម្លាំងជីវិតរបស់គាត់មានស្ថិរភាពនៅពេលដែលគាត់សម្លឹងមើលបៃសៀឈុនឲ្យកាន់តែចិត្តភ្នែករបស់គាត់ចាប់តាមភ្លឺកាន់តែភ្លឺគាត់ងក់ក្បាលទៅក្រោយហើយស្រែកយ៉ាងរីករាយមុនពេលលើបៃសៀឈុនដែលសន្លប់ឡើងហើយហោះឡើងលើអាកាសជាមួយគាត់បន្ទាប់ពីពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើធូបឆេះជើហ្វាននៅស្គូស្គែមបានដើរថយក្រោយព្រោះបានកកុយនៅលើស្មានិងក្បាលរបស់គាត់ហើយរយជំហានដែលគាត់ដើរបានបន្សល់ទុកដំណក់ឈាមនៅលើព្រើគាត់មានរបួសថ្មីមួយចំនួននៅលើមុខរបស់គាត់ហើយគាត់ហូរឈាមចេញពីពោះរបស់គាត់ស្ថិតក្នុងស្ថានភាពមិនល្អប៉ុន្តែភ្នែករបស់គាត់ភ្លឺឡើងដោយក្តីរំភើបនៅក្នុងផ្នែកសម្លៀកបំពាក់របស់គាត់មាននំប៉័ងចំហុយមួយដែលប្រឡាក់ដោយឈាមដែលគាត់បានប្រថុយជីវិតដើម្បីប្លន់ពីអ្នកដទៃចេញតូចខ្ញុំបានរកឃើញអាហារខ្លះសម្រាប់មុនពេលគាត់អាចនិយាយចប់មុខរបស់គាត់បានស្រពោននៅពេលដែលគាត់សម្គាល់ឃើញសត្វសត្វទាំងអស់នៅក្នុងតំបន់នោះតែក្រឡេកមើលជុំវិញនៅក្តីបារម្ភគាត់បានប្រញាប់ប្រញាល់ទៅកន្លែងដែលគាត់បានចាត់ចេញពីបៃសៀវឈុនប៉ុន្តែរកមិនឃើញនរណាម្នាក់នៅទីនោះទេការឃើញសត្វកាទប់ទាំងអស់កំពុងស៊ីសឹកនៅក្បែរនោះធ្វើឲ្យបេះដូងរបស់គាត់លត់ញាប់ចេញតូចគាត់ស្រែកចេញតូចគាត់បានបាត់បង់សាច់ញាតិតែម្នាក់គត់របស់គាត់បានបាត់បង់អ្វីៗទាំងអស់ហើយញ័រខ្លួនគាត់បន្តស្វែងរកដោយអប្រយោជន៍នៅទីបញ្ចប់គាត់បានដួលទៅលើកន្លែងដែលបងប្រុសរបស់គាត់បានដេកកាន់នំប៉័ងដែលត្រាំដោយឈាមហើយចាប់តាមយងចេញតូចដែលអស់សង្ឃឹមគាត់មិនបានកត់សម្គាល់ឃើញថាក្លិនឈាមបានទៅទីងងកាត់ពពកសដែលបានចុះពីលើមីមកលើគាត់មួយមានតម្រុយមួយនៅទីនេះដែលហាក់ដូចជាច្បាស់ណាស់ជាភាសាចិនប៉ុន្តែនៅតែទុកកន្លែងច្រើនសម្រាប់ការស្មានចាំចម្ពោះមួយចំនួនមុនទេនៅពេលដែលបៃសៀឈុនបានជួបប្រទះនឹងចក្ខុវិស័យនៅក្នុងភពនីលកាខ្សាច់ហើយបានលើកគ្រូម្នាក់កំពុងនិយាយជាមួយកូនជាង2នាក់ខ្ញុំបានមកប្រែឈ្មោះតានិយមរបស់កូនជាងទាំងនោះថាជាអ្នកតានិយមពិភពលោកនិងជាអ្នកបះបោរមនុស្សជាភាសាចិនឈ្មោះតានិយមទាំងនោះគឺតាចេននិងនីហ្វានបងប្អូនប្រុសនៅក្នុងចម្ពោះនេះគឺជើចេននិងជើហ្វានតួអង្គចុងក្រោយគឺដូចគ្នាដែលបញ្ជាក់ថាបងប្អូនប្រុសនៅក្នុងចម្ពោះនេះមានទំនាក់ទំនងជាមួយអ្នកតានិយមពិភពលោកនិងជាអ្នកបះបោរមនុស្សកន្លែងណាមួយនៅក្នុងកន្លែងទំនេរនៅក្នុងការបំផ្លិចបំផ្លាញនៃពិភពអមតៈនៅជាប់នឹងក្បាលរបស់អធិបតីបៃសៀជីកំពុងយកចិត្តទុកដាក់លើអ្វីៗទាំងអស់គាត់បានឃើញបៃសៀជន់ញ័រហើយបន្តមកចុះខ្សោយក្នុងទម្រង់ដែលមិនធ្លាប់មានពីមុនមកគាត់ហាក់ដូចជាត្រូវបានបង្ហូរថាមពលភ្លាមហើយឈាមចាប់តាមហូរចេញពីជ្រុងមាត់របស់គាត់នៅពេលដែលគាត់ដួលរលំនឹងឆ្ងាយពីរូបសំណាកទោះយ៉ាងណាក៏ដោយក្នុងពេលជាមួយគ្នានេះលំហូរគីដែលនៅតែមិនរបំរាស់ពេញមួយពេលនេះបានកោហើយ 30% នៃវាបានបាញ់ទៅលើបៃសៀជន់ផ្នែកនៃលំហូរគីបានចូលបៃសៀជន់ធ្វើឲ្យគាត់ញ័រមិនយូរប៉ុន្មានគាត់បានត្រឡប់មកអ្នកគ្រប់ត្រូលដ៏មានតម្លៃវិញមើលទៅហិនលឿនប៉ុន្តែរំភើបនៅពេលដែល 30% នៃលំហូរគីចូលគាត់អំណាចមូលដ្ឋាននៃការដំណើររបស់គាត់ស្រាប់តែបង្កើតឲ្យមានប្រតិកម្មជាមួយនឹងប្រាសាទអមតៈវាបានធ្វើឲ្យចិត្តរបស់គាត់លើលខណៈដែលការផ្លាស់ប្ដូរដ៏គួរឲ្យតស្លុតបានកើតឡើងចំពោះមូលដ្ឋានដំណើររបស់គាត់នៅពេលនេះបៃសៀជូនប្រកាសណាស់ថាប្រសិនបើគាត់អាចស្រូបយកលំហូរគីដែលនៅសល់ហើយបានបង្កើតជាភាពស៊ីសង្វាក់គ្នាពេញលេញជាមួយនឹងប្រាសាទអមតៈនោះមូលដ្ឋានដំណើររបស់គាត់ច្បាស់ជាទំនាយដល់កម្រិតបន្ទាប់តែអ្នកបានឃើញអ្វីបៃសៀជីសួរដោយអន្តរសាខ្ញុំបានឃើញពន្លឺចម្លែកបានឆាប់ឆេះក្នុងភ្នែករបស់គាត់ខណៈដែលគាត់នឹកឃើញពីអ្វីដែលគាត់ទើបតែបានជួបប្រទះគាត់នឹកឃើញស៊ូចិនហើយតើគាត់ភ្លេចថាគាត់ជាបៃសៀជូនយ៉ាងដូច្នេះវិញហាក់ដូចជាគាត់បានខ្លាយជាស៊ូចិនច្បាស់ជាងនេះទៅទៀតអ្វីគ្រប់យ៉ាងដែលគាត់បាននិយាយនឹងសូម្បីតែគំនិតរបស់គាត់គឺជាការចងចាំទាំងអស់បៃសៀជូនសម្លឹងមើលបៃសៀជីឈ្មោះរបស់ Immortal Imperator
គឺស៊ូចិនបាយសៀគីយ៉ប្រឡេកតើមើលបាយសៀជុនវិញគាត់បាននិយាយស្ងាត់ថាដូច្នេះអ្នកពិតជាបានជោគជ័យទោះបីជាអ្វីគ្រប់យ៉ាងដែលគាត់បាននិយាយពីមុនគឺជាការបន្ថែមគាត់ពិតជាសង្ឃឹមថាបាយសៀជុនអាចទទួលបានលំហូរគីនោះគាត់ជឿថាវាពិបាកពេកហើយនៅពេលដែលបាយសៀជុនបានធ្លាក់ចូលមួយរយៈមុនការស្ទើររបស់គាត់បានកើនឡើងតែពេលនេះគាត់ដឹងថាបាយសៀជុនពិតជាជោគជ័យមែនខ្ញុំបានឃើញអមតៈកាលនៅក្មេងបាយសៀជុនបានបិទភ្នែករបស់គាត់ហើយគិតត្រឡប់ទៅអ្វីគ្រប់យ៉ាងដែលគាត់បានឃើញដោយងឿងឆ្ងល់គាត់បានដឹងថាគាត់នៅតែស្ថិតនៅក្រោមឥទ្ធិពលនៃអ្វីដែលទើបតែបានកើតឡើងពេលគាត់គិតត្រឡប់ទៅបងអធិបតេយ្យវិញនោះភាពស្កប់ស្កល់នៃក្តីស្រឡាញ់ក៏ផុសឡើងក្នុងចិត្តប្រសិនបើខ្ញុំបន្តជាមួយនេះឥទ្ធិពលផ្លូវចិត្តប្រហែលជាកាន់តែធ្ងន់ធ្ងរប៉ុន្តែខ្ញុំត្រូវតែធ្វើវាខ្ញុំត្រូវការលំហូរគីនេះដើម្បីសម្រេចបាននូវការទម្លាយមូលដ្ឋាននៃការដាំដុះរបស់ខ្ញុំបន្ទាប់ពីបានពិចារណាលើបញ្ហាមួយចំនួនគាត់បានសម្រេចចិត្តថាទោះបីជាមានហានិភ័យខ្លះក៏ដោយគាត់អាចទទួលយកបានផ្នែកភ្លឺដោយការតាំងចិត្តគាត់បានហោះទៅរកក្បាលអធិបតេយ្យម្ដងទៀតដែលបានឆ្លងកាត់ដំណើរការនេះតមហើយដែលបានទទួល 30% នៃលំហូរគីរួចហើយគាត់បានបញ្ចេញព្រះសូត្រនៃអនាគតនិងព្រះសូត្រនៃអតីតចិត្តរបស់គាត់ចាប់ផ្ដើមមើលវល់ហើយគាត់មានអារម្មណ៍ដូចគ្នានឹងលើកមុនដែរចិត្តរបស់គាត់បានទទេពេលវេលាបានកន្លងផុតទៅហើយបន្ទាប់មកគាត់បានបើកភ្នែករបស់គាត់ពន្លឺថ្ងៃដែលងងឹតភ្នែកបានចាក់ចូលភ្នែករបស់គាត់ប៉ុន្តែគាត់មិនបិទវាទេគាត់ឈរនៅខាងក្រៅជ្រលងភ្នំនៃពពកខ្មៅកម្ពស់ស្មហានឹងរូបភាពនៃភាពសុចរិតនិងភាពរឹងមាំទោះជាយ៉ាងណាមានអ្វីមួយដែលធ្វើឲ្យគាត់ឈឺចាប់ក្នុងចិត្តជាអារម្មណ៍ដែលគាត់មិនអាចរំសាយបានលើកចុងក្រោយដែលគាត់បានចូលទៅក្នុងការចងចាំរបស់អធិបតេយ្យគាត់នៅក្មេងប៉ុន្តែឥឡូវនេះស៊ូចិនមានអាយុកាលដើរមានរឿងជាច្រើនបានកើតឡើងតាំងពីក្មេងមកហើយគាត់សម្រេចបានច្រើនគាត់មិននៅម្នាក់ឯងនៅខាងក្រៅជ្រលងភ្នំពពកខ្មៅទេមនុស្សពី300នាក់លើក្បែរគាត់សុទ្ធតែជាអ្នកដាំដុះហើយពួកគេត្រូវបានអ្នកដាំដុះរាប់ពាន់នាក់ទៀតច្បាស់ណាស់គេបានបិទតំបន់នេះយ៉ាងតឹងរ៉ឹងកាន់តែឆ្ងាយទៅទៀតនោះគឺមានអ្នកបង្ហាត់រាប់ម៉ឺនអ្នកបានប្រមូលផ្តុំគ្នាជាជួរដែលបណ្ដាលឲ្យមានសម្ពាធយ៉ាងខ្លាំងទៅលើតំបន់នោះការសម្លឹងមើលទាំងអស់នៅក្នុងតំបន់នោះផ្ដោតលើរឿងមួយឈរនៅពីមុខជើឆេនដោយខ្នងរបស់គាត់បែរទៅជ្រលងពពកខ្មៅគឺជាអ្នកបង្ហាត់វ័យកាដាំអ្នកដែលស្លៀកពាក់អាវខ្មៅសក់ខ្មៅវែងនិងឈាមប្រឡាក់ពេញមុខគាត់ក៏សង្ហាដែរប៉ុន្តែតាមរបៀបដ៏កាចសាហាវនិងអាក្រក់ភ្នែករបស់គាត់មានពណ៌ស្វាយហើយទឹកមុខរបស់គាត់ត្រជាក់ដូចទឹកកកអារម្មណ៍ឃាតកម្មដែលគាត់បញ្ចេញអាចអង្រួនស្ថានសួគ៌នឹងផែនដីហើយមិនអាចបង្ក្រាបបានដោយអ្នកបង្ហាត់រាប់ម៉ឺនអ្នកនៅក្នុងតំបន់នោះទេជាអកុសលគាត់បានរងរបួសទ្រូងរបស់គាត់បាក់និងជើងស្តាំងរបស់គាត់បាក់ការឈឺចាប់ដែលពាក់ព័ន្ធប្រហែលជាខ្លាំងប៉ុន្តែគាត់គ្រាន់តែឈរនៅទីនោះសម្លឹងមើលមិនមែនចំពោះអ្នកបង្ហាត់រាប់ម៉ឺនអ្នកទេប៉ុន្តែចំពោះមនុស្សម្នាក់មនុស្សនោះគឺបៃសៀឈុនឬជើឆេនបងប្រុសបៃសៀឈុននិយាយសម្លេងរបស់គាត់ពោពេញដោយការឈឺចាប់គាត់ស្ទើរតែហាក់ដូចជាកំពុងបំបោទោះបីជាគាត់មិនបានដឹងក៏ដោយត្រឡប់មកជាមួយខ្ញុំវិញខ្ញុំអាចជាអ្នកធានារបស់អ្នកវាមិនមែនជាកំហុសរបស់អ្នកទេដែលអ្នកបានធ្វើរឿងទាំងអស់នោះខ្ញុំការឈឺចាប់នឹងកំហុសរបស់គាត់បានកើតចេញពីរបៀបដែលកាលពីប្រហែលឆ្នាំមុនគាត់បានអង្វរម្ចាស់របស់គាត់ឲ្យទៅស្វែងរកអូនប្រុសរបស់គាត់គឺជើហ្វានជាអកុសលពួកគេមិនអាចរកគាត់បានទេនៅពេលនោះគាត់បានស្បត់ថានឹងសងសឹកចំពោះការស្លាប់របស់គាត់ហើយបានទៅវត្តរៀងខ្លាំងក្រោយមកគាត់បានបំផ្លាញរាជវង្សកននៅទូបេះទាំងមូលតែនៅពេលនោះបានគ្របដណ្ដប់លើឋានសួគ៌3ខាងក្រោមទាំងអស់នៃពិភពអមតៈនៅទីបំផុតពិភពលោកបានវិលត្រឡប់មករកភាពធម្មតាវិញហើយជើឆេនមានអារម្មណ៍ថាគាត់អាចដកដង្ហើមធំបានទោះជាយ៉ាងណាក៏ដោយគាត់មិនអាចបំភ្លេចបងប្រុសរបស់គាត់បានទេជាច្រើនឆ្នាំក្រោយមកគាត់បានដឹងថាពិភពអមតៈមានឋានសួគ៌9ហើយគាត់រស់នៅក្នុងឋានសួគ៌3ខាងក្រោមនៅទីបំផុតគាត់បានក្លាយជាអេសជនដ៏ល្បីល្បាញបំផុតម្នាក់នៅទីនោះដែលជាប្រធានបទនៃការកោតសរសើរយ៉ាងខ្លាំងនោះជាពេលដែលជើហ្វានបានបង្ហាញខ្លួនឡើងវិញគាត់បានដឹកនាំកងកម្លាំងនៃរាជវង្សកាតូបខ្មៅដែលគួរឲ្យខ្លាចជារាជវង្សកននៅបេទៅទៀតនៅពេលដែលពួកគេរីករាលដាលពីពេញឋានសួគ៌3ខាងក្រោមដោយលេបប្របាក់អ្វីៗគ្រប់យ៉ាងនៅក្នុងផ្លូវរបស់ពួកគេបានបន្ថែមអំណាចរបស់ជនរងគ្រោះរបស់ពួកគេទៅក្នុងមូលដ្ឋានដំណើររបស់ជើហ្វានវាគឺជាបច្ចេកទេសដ៏អាក្រក់និងគួរឲ្យភ័យខ្លាចដែលបណ្ដាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងទូលំទូលាយក្នុងចំណោមអ្នកដាំដុះនៃឋានសួគ៌3ខាងក្រោមសង្គ្រាមដ៏ជូរចត់មួយត្រូវបានប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំវាជាសម័យកាលដ៏លំបាកនិងសាហាវដែលបានបញ្ចប់នៅក្នុងព្រឹត្តិការណ៍នេះខ្ញុំថែមទាំងនឹងបំបងឱកាសរបស់ខ្ញុំក្នុងការទៅដល់ឋានសួគ៌3កាលប្រសិនបើវានឹងរក្សាអ្នកឲ្យមានសុវត្ថិភាពបាយស្រីឈុនបន្តបងប្រុសសូមមកជាមួយខ្ញុំអារម្មណ៍ចម្រុះអាចមើលឃើញនៅក្នុងភ្នែករបស់ជើហ្វានដែលស្លៀកពាក់ខ្មៅទោះជាយ៉ាងណាក៏ដោយគាត់បានអង្រួនក្បាលហើយភ្នែករបស់គាត់ប្រែទៅជាត្រជាក់ដូចទឹកកកចាប់ពីពេលនេះតទៅជេនតូចអ្នកនិងខ្ញុំមិនមែនជាគ្រួសារទេប្រឡេកមើលជុំវិញអ្នកដាំដុះជុំវិញគាត់ញញឹមដោយចំហបន្ទាប់មកងាកហើយដើរចូលទៅក្នុងជ្រលងភ្នំពពកខ្មៅគ្មាននរណាម្នាក់ព្យាយាមបញ្ឈប់គាត់ទេចំពោះពួកគេការបោះជំហានចូលទៅក្នុងជ្រលងភ្នំនោះមានន័យថាគាត់បានស្លាប់ទៅហើយត្រូវបានសម្លាប់ចោលចាស់ស្ដែងការបញ្ជាក់អំពីការសន្មត់របស់ពួកគេនៅពេលដែល Wolfen ដើរចូលទៅក្នុងពពកពួកគេចាប់តាមស៊ីរាងកាយរបស់គាត់ញ័រពេលដើរទៅមុខសាច់របស់គាត់រលួយចង់អាចមើលឃើញនៅពេលដែលគាត់ជ្រះរលកការទប់ខ្មៅបានទល់ឡើងពីខាងក្នុងគាត់ស្រែកដល់ការឈឺចាប់ពេលពួកគេព្យាយាមរកិច្ច
មុនពេលពួកគេអាចធ្វើបានពួកគេត្រូវបានបំផ្លាញដោយពពកអ្នកផ្សេងទៀតទាំងអស់ដកដង្ហើមធំដោយធូរស្រាលប៉ុន្តែមិនមែនបាយស៊ីជុនទេការឈឺចាប់បានគ្របដណ្ដប់បេះដូងរបស់គាត់នៅពេលដែលគាត់មើលប្អូនប្រុសរបស់គាត់ត្រូវបានពពកស៊ីជាចុងក្រោយគាត់បានបោះជំហានទៅមុខហើយស្រែកដោយសំឡេងខ្លាំងៗថាបងប្រុសហេតុអ្វីបានជាអ្នកធ្វើបែបនេះប្រាប់ខ្ញុំផងហេតុអ្វីយូហ្វេនច្បាស់ជាមានការលំបាកក្នុងការតស៊ូទៅមុខពេលគាត់ឮសំឡេងបងប្រុសរបស់គាត់ឈប់មួយសន្ទុះបន្ទាប់មកបើកមាត់ដូចជាចង់និយាយទោះជាយ៉ាងណាក៏ដោយគាត់មិនបាននិយាយអ្វីទេដោយអោនក្បាលគាត់បន្តទៅមុខរលួយឥឡូវនេះគាត់នៅសល់តែឆ្អឹងប៉ុណ្ណោះដែលធ្វើឲ្យមានសភាពដ៏គួរឲ្យខ្លាចទាំងស្រុងមានតែភ្នែករបស់គាត់ទេដែលបន្តឆេះដោយការចាប់អារម្មណ៍និងការផ្ដោតអារម្មណ៍នៅពេលដែលគាត់ដើរចូលទៅក្នុងជ្រលងភ្នំពពកកាន់តែជ្រៅគាត់អាចមើលឃើញអ្វីមួយនៅចំជ្រលងភ្នំនៅក្នុងជម្រៅនៃពពកខ្មៅអ្វីមួយដែលធំសម្បើមរួចទៅហើយវាគឺជានាវាចម្បាំងមួយដល់ដំណានាវាចម្បាំងនោះអាចមើលឃើញនៅក្នុងអបខ្មៅចក្ខុវិស័យរបស់បាយសៀឈុនក៏បានបញ្ចប់ដោយបានដឹងខ្លួនឡើងវិញគាត់បានរកឃើញខ្លួនឯងនៅពីមុខក្បាលរបស់ព្រះមហាក្សត្រដែលត្រូវបានរុញច្រានចេញដោយសម្ពាធដ៏ខ្លាំងលើកនេះគាត់ធ្វើបានល្អជាងលើកមុនគាត់ទទួលបានលំហូរឈីបលធំ 20% ដែលកំពុងចូលទៅក្នុងខ្លួនរបស់គាត់រួចហើយបាយសៀឈីមិនបានសួរសំណួរអ្វីទេប៉ុន្តែភ្នែករបស់គាត់ភ្លឺចែងចាំងគាត់ដឹងពីអ្វីដែលកំពុងកើតឡើងបាយសៀឈុនបានត្រឡប់ទៅកង្ហាវិញហើយសម្រាប់ពី3ថ្ងៃបន្ទាប់មកបានត្រឡប់ទៅក្បាលរបស់ព្រះមហាក្សត្រវិញភ្នែករបស់គាត់ភ្លឺចែងចាំងដោយការតាំងចិត្តនៅពេលដែលដៃរបស់គាត់ប៉ះនឹងស្បែកហើយគាត់បានបញ្ចេញមហាគុណមតានិយមរបស់គាត់ភាពប្រទេសបានគ្របដណ្ដប់បន្តទៀតឥឡូវនេះគាត់សន់នឹងវាហើយគ្រាន់តែទុកវាឲ្យកើតឡើងពេលវេលាកន្លងផុតទៅបន្ទាប់ពីនោះគាត់ភ្ញាក់ឡើងឬប្រហែលជាវាជាជើចេនដែលភ្ញាក់ឡើងនេះជាចក្ខុវិស័យលើកទី3របស់គាត់អំពីការចងចាំរបស់ព្រះមហាក្សត្រពេលវេលាជាច្រើនបានកន្លងផុតទៅចាប់តាំងពីព្រឹត្តិការណ៍នៃលើកទី2ទោះបីជាជើចេននៅតែមើលទៅហាក់ដូចជាមនុស្សវ័យកាលដែរក៏ដោយឥឡូវនេះគាត់កាន់តែមានភាពថ្លៃថ្នូរគាត់អន្តែតលើមេពុពេញដល់កាយជាស្ត្រីដ៏ស្រស់ស្អាតម្នាក់នៅក្បែរគាត់ដែលគ្មាននរណាក្រៅពីដៃគូសាសនាតើរបស់គាត់គឺអធិរាជធម្មរបស់គាត់នៅពីក្រោយពួកគេគឺជាកងទ័ពរាប់លានអ្នកដែលចូលតម្រង់ជួរគ្នានៅពីមុខពួកគេគឺជាពពកខ្មៅដែលពុពេញទៅដោយខ្មៅអរិយគ្មានកម្លាំងជីវិតណាមួយនៅទីនោះទេហើយក៏មិនអាចរកឃើញកម្លាំងជីវិតណាមួយនៅលើបុរសស្លៀកពាក់ខ្មៅដែលឈរនៅពីមុខពពកនោះទេដែលគ្មាននរណាក្រៅពីជើហ្វានអាវខ្មៅរបស់គាត់ហាក់ដូចជាអាចលេបប្របាក់អ្វីៗគ្រប់យ៉ាងនៅក្នុងផ្លូវរបស់វាថែមទាំងធ្វើឲ្យពន្លឺនៅក្នុងតំបន់នោះបត់មករកគាត់ទៀតផងសក់ខ្មៅដែលរុំជុំវិញគាត់មិនបានធ្វើអ្វីដើម្បីលាបបាំងភាពត្រជាក់នៃភ្នែករបស់គាត់ទេនៅពេលដែលគាត់សម្លឹងមើលមេដឹកនាំកងទ័ពមកពីពិភពអមតៈជើឆេនក៏ដូចជាស្ត្រីនៅក្បែរគាត់អារម្មណ៍ចម្រុះអាចមើលឃើញនៅក្នុងភ្នែករបស់ជើហ្វាននៅពេលដែលគាត់សម្លឹងមើលនាងប៉ុន្តែមិនយូរប៉ុន្មានវាក៏បាត់ទៅវិញហើយគាត់បានតាត់ការយកចិត្តទុកដាក់របស់គាត់ទៅលើជើឆេនឬផ្ទុយទៅវិញខ្ញុំគិតថាខ្ញុំគួរតែហៅអ្នកថាតានិយមពិភពលោកនៅពេលដែលបាយសៀឈុនឈរនៅទីនោះគាត់មិនអាចទប់ស្កាត់កំហឹងនិងកំហឹងមិនឲ្យកើតឡើងនៅក្នុងចិត្តរបស់គាត់ក៏ដូចជាទុកព្រួយគាត់បានគិតឡើងវិញអំពីរបៀបដែលបន្ទាប់ពីបងប្រុសរបស់គាត់បានចូលទៅក្នុងជ្រលងភ្នំពពកខ្មៅអ្វីៗបានត្រឡប់មកធម្មតាវិញជើចេននៅទីបំផុតបានជ្រើសរើសឡើងទៅកាន់ឋានសួគ៌កាដាទាំង3ហើយបន្ទាប់ពីជាច្រើនឆ្នាំបានក្លាយជាឋានសួគ៌បន្ទាប់មកមានរឿងមួយបានកើតឡើងនៅកម្រមានណាស់គាត់បានឡើងទៅឋានសួគ៌ខ្ពស់ជាងទាំង3ជាកន្លែងដែលគាត់បានក្លាយជាកូនជារបស់អធិរាជធម្មទិដែលកំពុងសោយរាជ្យនៅពេលនោះគាត់ត្រូវបានគេដាក់ឈ្មោះថាតានិយមគាត់លែងជាជើចេនទៀតហើយគាត់នឹងក្លាយជាតានិយមពិភពលោកនោះជាពេលដែលគាត់បានជួបបងប្រុសច្បងម្នាក់ដែលហៅថាតានិយមមនុស្សដែលរំលឹកគាត់យ៉ាងខ្លាំងអំពីបងប្រុសរបស់គាត់ពួកគេចុះសម្រុងគ្នាយ៉ាងល្អហើយមិនយូរប៉ុន្មានក៏ក្លាយជាអ្នកបុរាណវិទ្យាជាមួយគ្នាអ្នកទាំងពីរបានលងស្នេហ៍ជាមួយប្អូនស្រីរបស់ពួកគេដែលជាកូនស្រីរបស់អធិរាជធម្មតៈនៅទីបំផុតម្ចាស់របស់ពួកគេដែលជាអធិរាជធម្មតៈដើមបានរសាត់បាត់ទៅដល់ក្លាយជាផ្នែកមួយនៃខ្លឹមសារនៃពេលវេលានៅលើមេឃដ៏ពោពេញដោយកាយដែលជាផ្នែកមួយនៃទន្លេនៃពេលវេលានិងលំហជាច្រើនឆ្នាំក្រោយមកតានិយមពិភពលោកទទួលបានការយល់ព្រមពីពិភពអមតៈហើយបានក្លាយជាអធិបតីគាត់ត្រូវបានគេដាក់ឈ្មោះថាជាអធិរាជធម្មតៈថ្មីហើយប្អូនស្រីរបស់គាត់បានជ្រើសរើសរៀបការជាមួយគាត់ដោយក្លាយជាអធិរាជធម្មតៈរបស់គាត់ជាអកុសលតានិយមមនុស្សដែលមូលដ្ឋានដាំដុះរបស់គាត់ពិតជាខ្ពស់ជាងតានិយមពិភពលោកបន្តិចមានការខកចិត្តបន្តហើយបន្តទៀតក្នុងការប៉ុនប៉ងរបស់គាត់ដើម្បីសម្រេចបាននូវរបបគំហើយមួយហើយមិនអាចទទួលបានការយល់ព្រមពីពិភពអមតៈបានទេវាជាបញ្ហាដែលសាធារណជនគាត់សម្គាល់ហើយមនុស្សជាច្រើនមានការស្មានអំពីស្ថានភាពហើយនោះគឺជាពេលដែលនៅឋានសួគ៌3ខាងក្រោមនៅខាងក្រៅជ្រលងភ្នំពពកខ្មៅជើហ្វានបានបង្ហាញខ្លួនស្លៀកពាក់អាវខ្មៅគាត់មិននៅម្នាក់ឯងទេខ្មែរអរិយរាប់មិនអស់បានលេចចេញពីពពកជាមួយគាត់ហើយបន្តទៀតសង្គ្រាមបានមកលេងពិភពអមតៈទោះជាយ៉ាងណាក៏ដោយនោះមិនមែនជាការវិវត្តដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនោះទេនៅពេលដែល Zofen និង Morpheus ដោយបានជួបគ្នាពួកគេទាំងពីរបានបញ្ចូលគ្នាទៅជាមួយ
នៅពេលនោះមនុស្សគ្រប់គ្នាដឹងថាមកផាដោយដែលជាកូនសិស្សរបស់ Immortal Imperator ដើមគឺជាក្លូនរបស់ Wolfen ដែលបានបាត់ខ្លួនចូលទៅក្នុងឋានសួគ៌3ខាងក្រោមកាលពីប៉ុន្មានឆ្នាំមុនតែមិនដឹងមូលហេតុអ្វីបន្ទាប់ពីក្លូននិងខ្លួនឯងពិតបានបញ្ចូលគ្នាមកវិញទោះបីជាការពិតដែលថាឆន្ទៈរបស់ពិភពអមតៈបដិសេធមិនតបការយល់ព្រមក៏ដោយគាត់បានពន្លីខ្លួនដើម្បីក្លាយជាអធិបតេយ្យនៅពេលនោះគាត់បានមកបងចោលនាមត្រកូលពិតរបស់គាត់គឺ Zo គាត់ក៏បានមកបងចោលផ្នែកដោយនៃឈ្មោះដោយមុនរបស់គាត់ផងដែរគាត់បានរក្សាតួអង្គ Fen ដែលមានន័យថាមនុស្សស្លាប់ហើយបន្ទាប់មកបានបន្ថែមតួអង្គ Mahbor ទៅវាគាត់បានMahborប្រឆាំងនឹងអ្វីដែលជាប្រពៃណីដែលប្រឆាំងនឹងស្ថានសួគ៌ដើម្បីផ្លាស់ប្តូរវាសនារបស់គាត់គិតត្រឹមពេលនោះ Immortal World ទទួលបាន Mortal Renegade Devil Imperator ការមានអធិបតេយ្យភាពដោយគ្មានការយល់ព្រមពីពិភពអមតៈគឺជាអំពើខុសឆ្គងប៉ុន្តែគ្មានអ្វីអាចធ្វើបានអំពីវាទេដល់រាប់ណា Mortal Renegade បានក្លាយជាអធិបតេយ្យគាត់បានដឹកនាំកងទ័ពអារក្សរបស់គាត់ដើម្បីធ្វើសង្គ្រាមលើពិភពអមតៈបន្ទាប់ពីការប្រយុទ្ធដ៏ជូរចត់ជាច្រើនបងប្អូនទាំងពីរបានជួបជុំគ្នាវិញនៅពេលនេះ Mortal Renegade ជាអធិបតេយ្យឥឡូវនេះដូច្នេះហេតុអ្វីបានជាស្នាក់នៅក្នុងពិភពអមតៈនៅខាងក្រៅជ្រលងភ្នំនៃការសម្លាប់លង្គានៅឋានសួគ៌ខាងក្រោមដើម្បីដែលខ្ញុំសូមគឺអ្នកត្រឡប់មករកខ្ញុំវិញខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងឥឡូវនេះអ្វីដែលខ្ញុំសូមគឺអ្នកទៅចាត់ចេញពីពិភពអមតៈហើយកុំត្រឡប់មកវិញអ្នកកាន់សាសនាតាពិភពលោកបានអ្នកការជឿចាប់នៅក្នុងភ្នែករបស់គាត់នៅពេលដែលគាត់សម្លឹងមើលមនុស្សចម្លែកដែលជាបងប្រុសរបស់គាត់រហូតមកដល់ចំណុចនេះគាត់នៅតែមិនយល់ហេតុអ្វីបានជារឿងទាំងអស់នេះកើតឡើងទន្ទឹមនឹងនេះ Mortal Renegade បានអន្តែតនៅលើមេឃដែលមានផ្កាយដៃចាប់នៅពីក្រោយខ្នងរបស់គាត់នៅពេលដែលគាត់សម្លឹងមើលអ្នកកាន់សាសនាតាពិភពលោកដែលមានស្នាមញញឹមស្រាលៗនៅលើមុខរបស់គាត់អ្នកដឹងទេអ្នកកាន់សាសនាតាពិភពលោកមានរឿងព្រេងមួយនៅលើមេឃដែលមានផ្កាយនេះប្រសិនបើសកលលោកនេះបាត់បង់កម្លាំងជីវិតទាំងអស់សិនមានជីវិតទាំងអស់ពិភពលោកទាំងអស់និងមនុស្សទាំងអស់ប្រសិនបើមេឃដែលមានផ្កាយងងឹតនោះនៅក្នុងចន្លោះខ្មៅដែលកើតឡើងផ្កាដ៏អស្ចារ្យនឹងរីកផ្កាដ៏អស្ចារ្យនឹងរីកបានលុះត្រាតែការប្រមូលទុំនៃពិភពលោកដ៏ច្រើនបាត់ទៅមានតែផ្កាមួយប៉ុណ្ណោះលេបប្របាប់ការនោះហើយអ្នកអាចចេញពីអាណាចក្រអធិបតេយ្យហើយក្លាយជាអស់កលបជានិច្ចនោះជាមធ្យោបាយតែមួយគត់ដើម្បីក្លាយជាអស់កលបជានិច្ចគ្មានផ្លូវផ្សេងទៀតទេមានអំណាចចម្លែកមួយនៅក្នុងសម្លេងរបស់ Mortal Renegade ដែលបណ្ដាត់ឲ្យមនុស្សគ្រប់គ្នាដែលបានលើគាត់និយាយមានអារម្មណ៍ងឿយយ៉ាងខ្លាំងដូច្នេះបាទខ្ញុំនឹងចាត់ចេញប៉ុន្តែខ្ញុំនឹងធ្វើដូច្នេះបានលុះត្រាតែបានបំបត្តិពិភពលោកអមតៈបន្ទាប់មកខ្ញុំនឹងទៅកាន់ពិភពលោកបន្ទាប់នឹងក្រុមមនុស្សបន្ទាប់នៅទីបំផុតខ្ញុំនឹងពិនិត្យមេឃដែលមានផ្កាយទាំងអស់នៅពេលនោះផ្កាដ៏អស្ចារ្យនឹងរីកសម្រាប់ខ្ញុំចក្ខុវិស័យបានបញ្ចប់ប៉ុន្តែបាយសៀវឈុនមិនបានភ្ញាក់ឡើងទេគាត់លើកចូលទៅក្នុងភាពប្រទេម្តងទៀតហើយនៅពេលដែលគាត់បោកភ្នែកម្តងទៀតគាត់បានឃើញការចងចាំចុងក្រោយដែលមាននៅក្នុងក្បាលរបស់ព្រះមហាក្សត្រនៅពេលដែលពួកគេហូរចូលមកគាត់យល់ហើយមានអារម្មណ៍ថាខ្លួនឯងពោពេញដោយកំហឹងនិងកាន់តែធ្ងន់ធ្ងរទៅទៀតគឺទុកព្រួយគាត់នៅទីនោះនៅលើមេឃដែលពោពេញដោយផ្កាយសក់រញ៉េរញ៉ៃខ្សោយនិងរងរបួសជីវិតរបស់គាត់ហៀបនឹងរលាយបាត់ទៅនៅពេលដែលគាត់សម្លឹងមើលទៅពិភពអមតៈដែលកំពុងដួលរលំជាកន្លែងដែលខ្មោចអារក្សរាប់មិនអស់កំពុងសម្លាប់អ្នកដាំដុះទាំងឆ្វេងទាំងស្ដាំChastain ពិភពអមតៈមិនអាចប្រៀបផ្ទឹមបាននឹងគោប្រជែងនេះទេស្វែរាប់មិនអស់ដែលបំផុតពិភពអមតៈកំពុងបែកខ្ញែកនៅក្នុងដៃរបស់គាត់គឺជាសាច់សពរបស់ស្ត្រីម្នាក់នាងគឺជាអធិរាជអមតៈរបស់គាត់ប៉ុន្តែអូរ៉ារបស់នាងត្រូវបានបំផ្លាញចោលនៅទីនោះនៅលើថ្នាលរបស់នាងមានបន្លាខ្មៅមួយបញ្ចេញផ្សែងខ្មៅយឺតៗបន្លានោះបានបំផ្លាញកម្លាំងជីវិតរបស់នាងហើយទោះបីជាស្តេចដែលបានស្ទាត់ជំនាញខ្លឹមសារនៃជីវិតនិងសេចក្តីស្លាប់ក៏ដោយអ្នកកាន់សាសនាតាពិភពលោកមិនអាចរស់ឡើងនាងបានទេគាត់អាចកាន់រាងកាយរបស់នាងបានតែទឹកភ្នែកហូរចុះមកលើមុខរបស់គាត់នៅពេលដែលគាត់ងក់ក្បាលទៅក្រោយហើយស្រែកថាជនក្បត់មនុស្សអ្នកកាន់សាសនាតាពិភពលោកសម្លឹងមើលតួអង្គស្លីពេខ្មៅនៅពីមុខគាត់ដែលវត្តមានរបស់គាត់ក៏ដូចជាផ្សែងខ្មៅដ៏អាក្រក់ដែលវិលជុំវិញគាត់បានបណ្ដាលឲ្យអ្វីៗទាំងអស់រមួលនិងបង្ខូចទ្រង់ទ្រាយទោះបីជាជីវិតរបស់គាត់បានឈានដល់ទីបញ្ចប់ហើយអានតែភ្លើងនៃកម្លាំងជីវិតរបស់គាត់ហៀបនឹងរលត់ទៅក៏ដោយអ្នកកាន់សាសនាតាពិភពលោកនៅតែមានធម៌ពលដើម្បីស្រែកថាហេតុអ្វីបានជាអ្នកធ្វើរឿងទាំងអស់នេះសានគឺជាដៃគូសាសនាតារបស់ខ្ញុំនិងជាប្អូនស្រីរបស់អ្នកនាងគឺជាសាច់ឈាមតែមួយគត់របស់ម្ចាស់យើងតើអ្នកអាចខុសខើយ៉ាងនេះដោយរបៀបណាកុំប្រាប់ខ្ញុំថាវាសម្រាប់ការដ៏អស្ចារ្យនោះអីនោះគ្រាន់តែជារឿងព្រេងនិទានប៉ុណ្ណោះហើយទោះបីជាវាជាការពិតក៏ដោយវាមិនពន្យល់ពីមូលហេតុដែលអ្នកបានផ្លាស់ប្ដូរនោះទេមនុស្សក្បត់ជាតិជើហ្វានបងប្រុសប្រាប់ខ្ញុំផងតើមានអ្វីកើតឡើងចំពោះអ្នកមួយឈ្មោះតានិយមរបស់គាត់រសារធៀបសមមួយពីឈ្មោះពិតរបស់គាត់គឺតួអក្សរ Chen ដែលខ្ញុំកំពុងបកប្រែថាពិភពលោកជនក្បត់ជាតិហាក់ដូចជាមិនរងផលប៉ះពាល់អ្វីទាំងអស់ពីការស្រែករបស់ពួកតានិយមពិភពលោកនោះទេគាត់គ្រាន់តែសម្លឹងមើលទៅគាត់វិញដោយស្ងប់ស្ងាត់ស្ទើរតែដូចជាគាត់បានស្លាប់ទៅហើយChastain
គាត់ពិតជាបានកាប់តែអារម្មណ៍ទាំងអស់ដែលទាក់ទងនឹងគាត់វាគឺបន្ទាប់ពីសម្លេងរបស់ពួកតានិយមពិភពលោករសាត់បាត់ទៅគាត់និយាយចុងក្រោយមានមនុស្សពីរនាក់នៅក្នុងចិត្តខ្ញុំមនុស្សពីរនាក់ដែលបានរៀបរៀងការតាមរកតាដ៏អស្ចារ្យរបស់ខ្ញុំទីមួយគឺជាស្ត្រីដែលយើងទាំងពីរនាក់បាននឹងស្នេហ៍ម្នាក់ទៀតគឺអ្នកនេះជាលើកដំបូងដែលជនគាត់ជាបានទទួលស្គាល់ទំនាក់ទំនងរវាងខ្លួនគាត់និងពួកតានិយមពិភពលោកជាការឆ្លើយតបពួកតានិយមពិភពលោកបានញ័រទោះជាយ៉ាងណាក៏ដោយគាត់ស្គាល់បងប្រុសរបស់គាត់ហើយដូច្នេះបានសាច់យ៉ាងជឿជាក់ហើយនិយាយថាខ្ញុំយល់ហើយអ្នកបានសម្លាប់កូនស្រីតូចហើយឥឡូវនេះអ្នកនឹងសម្លាប់ខ្ញុំក្រោយមកគ្មានអ្វីនឹងរៀបរៀងការតាមរកតារបស់អ្នកបានទេជនគាត់ជាតិបានសម្លឹងមើលទៅពួកតានិយមពិភពលោកដែលឥឡូវនេះខ្សោយខ្លាំងណាស់គាត់មិនអាចស៊ើបបោវិញបានទេមិនថាគាត់ចាំយ៉ាងណាក៏ដោយហើយបន្ទាប់មកងក់ក្បាលបន្ទាប់ពីខ្ញុំសម្លាប់អ្នកគាត់និយាយខ្ញុំនឹងលុបបំបាត់ពិភពអមតៈបន្ទាប់មកខ្ញុំនឹងគ្មានឧបសគ្គអ្វីឡើយចំពោះថាតើការអមតៈគ្រាន់តែជាទេវកថាឬអត់មិនហើយមានវិធីតែមួយគត់ដើម្បីស្វែងយល់ឲ្យប្រកបទោះបីជាវាមិនមែនជារឿងពិតក៏ដោយទាំងអស់នេះនៅតែស្របតាមតែរបស់ខ្ញុំដោយមិនបានផ្ដល់ឱកាសឲ្យពួកតានិយមពិភពលោកឆ្លើយតបតែគាត់បានប្រវីដេរបស់គាត់ភ្នែករបស់គាត់ផ្លែផ្លែដោយត្រជាក់ខណៈពេលដែលមេពពេញដល់កាយនៅជំនាញគាត់ត្រូវបានបង្ខូចទ្រង់ទ្រាយចាស់ស្ដែងច្បាប់ធម្មជាតិមួយកំពុងដំណើរការដែលបណ្ដាលឲ្យដែលមើលមិនឃើញនឹងមិនអាចយកឈ្នះបានលេឡើងដែលបានឆាបឆេះហើយក្បាលរបស់ពួកតានិយមពិភពលោកបានហោះចេញពីខ្លួនរបស់គាត់រួមជាមួយនឹងឈាមដែលហូរចេញទោះឲ្យភ្ញាក់ផ្អើលណាស់ដែរនេះមានទំហំធំណាស់ដែលរាងកាយសាច់ឈាមរបស់ពួកតានិយមពិភពលោកក៏ដូចជារាងកាយរបស់ប្រពន្ធរបស់គាត់ត្រូវបានកំទេចចោលទៅជាផែនដែលអន់តែមានតែក្បាលរបស់គាត់ប៉ុណ្ណោះដែលនៅសល់ហើយនៅពេលចុងក្រោយមុនពេលគាត់ស្លាប់គាត់អាចនិយាយរឿងមួយទៀតបានលោកគ្រូធ្លាប់ប្រាប់ខ្ញុំថាប្រសិនបើពិតជាមានការដ៏អស្ចារ្យវិជ្ជមានបន្ទាប់ពីវាស្រូបយកភាពស្និទ្ធជ្រងំនិងការស្លាប់ទាំងអស់នៃមេពពេញដល់កាយនេះវាពិតជានឹងបង្កើតជាវិញ្ញាណរបស់វាអ្នកនឹងត្រូវវិនិច្ឆ័យហើយពួកបាក់បោររមែងស្លាប់ទឹកមុខរបស់ Michael Renegade នៅតែដដែលដូចស្ដងគាត់បានបិទភ្នែកហើយពេលគាត់ធ្វើដូច្នោះអារម្មណ៍របស់គាត់ចាប់តាមកាន់តែខ្លាំងឡើងស្វែងនៃពិភពអមតៈបានដួលរលំហើយឋានសួគ៌ទាំង9ដែលបង្កើតជាដីបានដួលរលំសត្វមានជីវិតទាំងអស់ត្រូវបានសម្លាប់ចោលដោយបន្សល់ទុកតែខ្មោចអរិយប៉ុណ្ណោះអារម្មណ៍របស់ Michael Renegade បានឈានដល់កម្រិតដែលមិនអាចពិពណ៌នាបានបន្តមកគាត់បានបើកភ្នែកងាកហើយដឹកនាំកងទ័ពដ៏ធំរបស់គាត់ទៅលើការវាយលុកដើម្បីសម្លាប់អ្វីៗទាំងអស់នោះហើយជាកន្លែងដែលចក្ខុវិស័យបានបញ្ចប់ភ្នែករបស់ Baisi Ajun បានបើកហើយលំហូរគីចុងក្រោយបានហូរចូលទៅក្នុងគាត់ក្នុងពេលជាមួយគ្នានោះក្បាលរបស់ Wolverine បានដួលរលំទៅជាផ្លេសហើយរសាត់ចេញទៅក្នុងប្រាសាទជំវិញក៏ត្រឹមថ្ងៃនេះគាត់ទីបំផុតបានទទួលបំណងប្រាថ្នាចុងក្រោយរបស់គាត់ត្រូវបានបញ្ចុះជាមួយពិភពអមតៈ Baisi Ajun បានឈរនៅទីនោះដោយស្និទ្ធស្នាលមើលផែនរសាត់ទៅឆ្ងាយចិត្តរបស់គាត់នៅរស់រវើកជាមួយនឹងការចងចាំរបស់ Wolverine Immortal Imperator ឥឡូវនេះគាត់បានដឹងការពិតអំពី Eternal Immortal ដែលត្រូវបានគេស្គាល់ផងដែរថាជាផ្កាដ៏អស្ចារ្យវិជ្ជាក៏ដូចជាយាដ៏ធំសម្បើមដែលត្រូវបានផ្សារភ្ជាប់នៅខាងក្រៅពួកគេជនខ្មត់មនុស្សគាត់រអ៊ូរទាំឥឡូវនេះគាត់ដឹងច្រើនហើយប៉ុន្តែក៏មានព័ត៌មានជាច្រើនដែលបាត់ផងដែរទោះជាយ៉ាងណាក៏ដោយគាត់មានទំនុកចិត្ត 80% ថាការស្មាននឹងការវិភាគរបស់គាត់អំពីទស្សនវិជ្ជាទាំងនោះគឺត្រឹមត្រូវជនខ្មត់មនុស្សបានសម្លាប់អូនប្រុសរបស់គាត់និងស្ត្រីដែលពួកគេទាំងពីរស្រឡាញ់គាត់បានលុបបំបាត់ពិភពអមតៈហើយបន្ទាប់មកបានដឹកនាំកងទ័ពអារក្សរបស់គាត់នៅលើផ្លូវនៃការសម្លាប់រង្គាលនិងការបំផ្លិចបំផ្លាញ